កំណាព្យបិតាឬឪពុកអាត្រៀតយប់ស្ងាត់បាត់ព្រះសូរសែងអង្គុយម្នាក់ឯងតាក់តែងកំណាព្យលើករឿងបិតាមកប្រាប់ដល់ញាតិលៃលោកឆ្លាក់ឆ្លៀតជាពាក្យ8មនុស្សប្រុសមានគូហៅថាបិតាគ្រប់គ្រងគ្រួសារមានធម៌ខន្តីសណ្ដោសភរិយានិងកូនប្រុសស្រីគេឲ្យតម្លៃនៅលើគុណធម៌ថែទាំបុត្រភ្ងាភរិយាឧត្តមការងារសមរម្យមានយសស័ក្តិល្អរៀបចំផែនការឲ្យកូនបន្តរៀនលេខអក្សរតយកបណ្ឌិតតែបិតាខ្លះចិត្តពីលឬស្យាកោងកាចហិង្សាមិនចេះកែគិតឲ្យកូនប្រពន្ធខ្លោចផ្សាដួងចិត្តបែរជាមកគិតលបែងបីប្រការសូរិយាចាប់រះបំភ្លឺផែនដីហេតុអ្វីលោកប្តីមករកទៀមស្រាការងារមិនធ្វើស្រវឹងលោឡាជេរស្ដីផ្ដាសាមិនដែលរសាយលេងលបែងរាប់ឆ្នាំប្រចាំវងផឹកការងារល្ងាចព្រឹកមិនជួយដោះស្រាយប្រពន្ធកូនចៅឲ្យក្តៅក្រហាយសែបលបែងទាំងឡាយវិនិច្ឆ័យខ្លួនឯងតើជាបិតាប្រភេទណាដែរសូមញាតិពុកម៉ែជួយប្រាប់សម្ដែងឲ្យហៅលោកប្តីឬហៅអារែងប្តីអញប្តីឯងវាខុសគ្នាណាស់សូមទោសខ្ញុំតែងមានគេមកពឹងមានប្តីបែបហ្នឹងហៅប្តីមុខក្រាស់មិនចេះរកស៊ីថ្ងៃដើរចោលផ្ទះប្រពន្ធខំណាស់គ្រប់គ្រងកូនចៅឲ្យតែងរៀបរាប់ប្តីលើលោកាខ្លាយជាបិតាមិនងាយប្រដៅរៀបប្តីប្រពន្ធឲ្យមើលពូជផៅកុំរើសសខ្មៅមើលរឹកពីល្អកំណាព្យមាតាឬម៉ែព្រឹកព្រៀងស្វាងរះព្រះសូរិយាចាប់ស្លាបបកានឹកតែងសេចក្តីនិយាយរៀបរាប់តម្លៃស្ត្រីដែលមានអត្ថន័យដូចតទៅក្រោយថ្ងៃរៀបការរៀងសង្ហាណាស់វ័យចាប់ផ្ដើមចាស់សក់កប្រែស្កូវគ្មានពេលតែងខ្លួនបានតាមរដូវព្រោះមានកូនចៅត្រូវបម្រើវាកិច្ចការគ្រប់មុខនៅលើស្ត្រីមួយបម្រើប្តីរងទុក្ខវេទនាបើបានប្តីល្អមិនសូវក្រំគ្រាចិត្តកាយសោភារស់មានសេរីគ្រប់រូបស្ត្រីមានន័យបវរចិត្តសប្បុរសធម៌ហើយល្អភក្តីមាតាដែលល្អមានធម៌ប្រពៃសណ្ដោសប្រណីប្តីកូនទាំងឡាយរាប់មិនអស់ទេតម្លៃស្ត្រីកិច្ចការរាល់ថ្ងៃច្រើនណាស់មិនណាយប្រឹងប្រែងប្រព្រឹត្តលេងគិតសប្បាយគ្រួសារទាំងឡាយបានសុខព្រោះស្រីគ្រួសារខ្លះសុខខ្លះអន្តរាយនេះដោយសារម្ដាយពុំគួរគប្បីបញ្ហាមានច្រើនភ្លេចធម៌ខន្តីប្រព្រឹត្តលបែងបីលួចសែបសាហាយ
មានស្ត្រីខ្លះខ្ញុំមិនមុសាក្រោយថ្ងៃរៀបការហឺហាសប្បាយភ្លើតភ្លើនភ្លេចគិតឲ្យបានវែងឆ្ងាយកិច្ចការចិនណាយរស់នៅពឹងប្តីมันមានគំនិតគិតគ្រប់គ្រងផ្ទះបានកូនច្រើនណាស់គិតពុំគប្បីយកប្តីទី1រហូតពី3តើជាស្ត្រីប្រភេទណាទៅតែងខ្លួនស្អាតបាតឆាតជួបប្រុសថ្មីភ្លេចតម្លៃស្រីលក់គេអាស្រូវភ្លេចតួនាទីធ្វើម្ដាយត្រឹមត្រូវឲ្យកូននិងឪរស់រងវេទនាសូមអស់ស្ត្រីរស់ក្នុងលោកាកុំធ្វើបេសយានាំហេតុក្រំគ្រាកូនកំព្រាម្ដាយរស់នៅរងាត្រូវគេនិន្ទាខ្មាស់ញាតចិត្តឆ្ងាយបើបានប្តីល្អចេះថ្នមរក្សាកុំផិតក្បត់ណាឲ្យអន្តរាយកូនហើយនឹងប្តីរស់បានសប្បាយសុខទាំងចិត្តកាយជារៀងរហូតអត្ថបទកំណាព្យនិពន្ធដោយលោកគ្រូពេទ្យអុយពិសិដ្ឋហៅពេទ្យវត្តថ្ងៃអាទិត្យដីកើតខែផលគុណឆ្នាំជូតទស័កពុទ្ធសករាជ2564ត្រូវនៅថ្ងៃទី14កុម្ភៈឆ្នាំ2021ម៉ោង 11:30 នាទីអាធ្រាត្រខ្ញុំបាទសូមអធិស្ឋានពីសំណាក់ញាតិទាំងអស់ដែលមានប្រការខុសឆ្គងពីខ្ញុំបាទអុយពិសិដ្ឋអានដោយខ្ញុំបាទមាសសុកគង់សូមអរគុណ